លោកសាស្ត្រាចារ្យក្នុងសេចក្តីអត្ថាធិប្បាយរបស់លោកសាស្ត្រាចារ្យតាក់ទងនឹងរឿងខ្មែរដើមនឹងខ្ញុំតែងឮមានប្រសាសន៍ជាញឹកញាប់ពីរឿងពាក្យថាខ្មែរមនក្រៅពីនឹងក៏មានម្ដងម្កាលឬសូមាននិយាយពីរឿងខមហ្នឹងហើយពាក្យខមហ្នឹងក៏មានគេឯងនិយាយដែលមិនដឹងថាខមហ្នឹងស្អីបាទខ្ញុំចង់ជើញលោកសាស្ត្រាចារ្យធ្វើសេចក្តីបញ្យល់ដល់អ្នកស្ដាប់យើងថារឿងខមអូទៀតហើយខមហ្នឹងពួកអ្នកដែលចាំឈ្មោះខមហ្នឹងហើយនៅប្រើពាក្យហ្នឹងគឺពួកលាវឡាវណាស់ទេម្នាក់ហ្នឹងគេមានប្រពន្ធលាវហើយដល់ខ្ញុំមើលសភៅឯកសារទៅឃើញថាពួកលាវហៅខ្មែរមានពាក្យពីរម៉ាត់ពួកខមមិននឹងមួយហើយនឹងខមនឹងមួយហើយខ្ញុំចង់ជាក់ហ្នឹងខ្ញុំទូរស័ព្ទនេះទៅសួរគេមិនសិនមិញហ្នឹងគេថាទេអញ្ចឹងហើយពួកលាវហៅខ្មែរហ្នឹងហៅខមជាពាក្យធម្មតាហ្នឹងគឺពួកលាវនឹងឯងដែលពាក្យខមហ្នឹងសម្គាល់ខ្មែរនេះខមមិននេះហើយមិនដឹងជាយ៉ាងម៉េចដែលគេប្រើពាក្យខ្មែរផងគេថែមខមនឹងទៀតអានោះគឺទៅសេច្បាស់ជាក់លាក់ណាស់ពីព្រោះខ្ញុំរកនៅឃើញសភៅឈ្មោះណាថា Grammar ខ្មែរវេយ្យាករណ៍ខ្មែរសរសេរតែងដោយលោក Jacques Maspero គាត់ទៅដល់ស្រុកយើងនឹងក្នុងឆ្នាំ1896ហើយនៅធ្វើការក្នុងនោះជំនាន់នោះគាត់មានទីគាត់ជា chancelier គឺដូច administrator ជាអ្នកខាងរដ្ឋាភិបាលកិច្ចការតំណាងបារាំងហ្នឹងណាទៅធ្វើ resident នៅកំពង់ស្ពឺដូចនៅពេញដាក់ចូលដើរឡើងរៀនសូត្រស្រាវជ្រាវគាត់ចេះចិនចេះអីច្រើនណាស់ហើយគាត់សរសេរសភៅឈ្មោះ Grammar ខ្មែរហ្នឹងគាត់បានចំណាយពេលអស់21ឆ្នាំអូបាទតាំងពីទៅដល់1896ហ្នឹងមកដល់ឆ្នាំ1905ដណ្ដប់បាទគឺ10ឆ្នាំមុនខ្ញុំកើតហ្នឹងនឹងបានគាត់បោះពុម្ពផ្សាយនៅក្រុងប៉ារីនេះនឹងគឺមានគេនៅក្នុង Imprimerie Nationale បារាំងនេះគេជួយគាត់គេឆ្លាក់អក្សរខ្មែរនោះកាលនោះគេធ្វើអក្សរនឹងសំណណាបាទហើយគេរៀបอยู่ក្នុងរូងពុម្ពហ្នឹងគេធ្វើពិសេសសម្រាប់បោះពុម្ពផ្សាយសភៅគាត់ហ្នឹងបាទហើយខ្ញុំអានមើលសភៅហ្នឹងក្រាស់ក្នុងដើមសភៅហ្នឹងគាត់រៀបរាប់ពីជនជាតិខ្មែរហ្នឹងបាទនឹងឃើញប្រាំងអ្នកប្រាជ្ញនឹងមួយដែលសរសេរផ្សាយហ្នឹងគឺឲ្យឈ្មោះខ្មែរនឹងតែម្ដងបាទបាទហើយគាត់ថាពាក្យកម្ពុជាកម្ពុជាអីអាហ្នឹងគឺវាកម្ពុជាហ្នឹងគឺប្រាំងទេឲ្យឈ្មោះហ្នឹងបាទហើយគេថាពួកខ្មែរហ្នឹងហៅស្រុករបស់គេហ្នឹងគេហៅស្រុកខ្មែរអញ្ចឹងបាទម្ចាស់ប្រទេសគេហៅស្រុកខ្លួនគេថាស្រុកខ្មែរថាស្រុកខ្មែរអញ្ចឹងហើយជួនកាលអ្នកខ្លះថានគរខ្មែរអញ្ចឹងណាបាទហើយនគរខ្មែរហ្នឹងគឺសំដៅទៅទីក្រុងមានការរៀបចំរដ្ឋការអីហ្នឹងគេហៅនគរខ្មែរប៉ុន្តែបើថានេះទេគឺស្រុកខ្មែរស្រុកហ្នឹងវាអត់រុកទៅទៀតអញ្ចឹងវានៅស្ងៀមបដ ாய் នៅទៅនឹងហើយបានហើយទៅនឹងគឺអត់ទៅមុខទៀតទេអត់ទៅរុករៀនទន្ទ្រានយកទឹកដីណាអីគេឯងនោះទៀតទេបានចានៅក្នុងសភៅវេយ្យាករណ៍ខ្មែររបស់លោក Jacques Maspero ហ្នឹងគាត់មាននិយាយតាក់ទិននឹងពាក្យខមពាក្យអីហ្នឹងដែរបាទតំណឹងហ្នឹងគាត់ថាលាវហ្នឹងហៅយើងហៅខមហ្នឹងបាទបាទប៉ុន្តែក្រោយមកគាត់និយាយពីម៉ូនហ្នឹងវិញផងពីខ្មែរហ្នឹងផងហើយមិនបរិយាយអីវែងទៅទៀតពីរឿងខំហ្នឹងទេបាទហើយในខំហ្នឹងវាច្បាស់ជាងគេហ្នឹងគឺអក្សរហ្នឹងហ្មងអក្សរមូលបាទអក្សរមូលបុរាណនឹងធ្វើក្លោតហ្នឹងអានេះគេអក្សរខំបាទហើយធម្មតាទលាមទលាប់ទូទៅហ្នឹងពួកថៃសៀមហ្នឹងខ្លាចអក្សរខំហ្នឹងណាគោរពថែមទៀតហើយខ្លាចដូចថាអក្សរនោះវាជាប់ទៅនឹងមន្តអាគមអីយ៉ាងទៅមកបានចាបាទទៅនឹងម៉ាស៊ីទៅនឹងសិលផ្លូវស្ងាត់ផ្លូវតបផ្លូវទីងអីយ៉ាងទាំងអស់បាទមុនខ្លាចឲ្យដាក់លើក្បាលហ្នឹងទៀតសៀមបាទមន្តអាគមសិលសាស្ត្រអីយ៉ាងទៅណាមុនសិលសាស្ត្រអានេះគឺវិជាច្បាំងអីហ្នឹងបាទកម្មមុតដុតមិនឆេះប្រឡាក់ផែនតយហ្នឹងគ្រប់សពទាំងអស់ហ្នឹងបាទតាំងតែបំបាំងខ្លួនឬក៏ផ្លុំទៅចេញជាភ្លើងឬក៏ចេញ
បាទក៏ទៅជាតបខ្មោចអីអញ្ចឹងគ្រប់យ៉ាងតែអ្វីដែលគេហៅថាសិលសាស្ត្រសម្រាប់ច្បាំងសម្រាប់នៃជាកម្លាំងតបទីងអីនឹងផ្លូវសម្ងាត់ផ្លូវដេញអច្ឆរិយៈអីហ្នឹងគឺគេតែងតែប្រើអក្សរខមហ្នឹងបាទហើយបើសរសេរជាអក្សរច្រៀងយើងធម្មតានេះវិញមិនប្រកែទៅវិញអត់សូវប្រកែមិនប្រកែចាំនៅក្នុងកសែងយ័ន្តនេះគេច្រើនសរសេរអក្សរមូលបាទខ្ញុំមកខ្ញុំរំលឹករឿងនេះថាខ្ញុំបង្ហាញនៅអាវយ័ន្តទៅនាងស្រីថៃដែលគេមកធ្វើស្រាវជ្រាវសរសេរពីខេត្តប្របត្តិតែដុកទ័រគេហ្នឹងណាបាទគាត់ទៅឃើញយ៉ាងនឹងភ្លាមគាត់ញ័រសាច់គាត់លោកសាស្ត្រាចារ្យខ្ញុំចង់ធ្វើការកត់សម្គាល់ចំណុចតំណឹងមួយពីព្រោះតាមធ្លាប់បានទៅជែកជាមួយពួកអ្នកនៅស្រុកថៃយូរមកគេធ្លាប់លើកនិយាយពីលោកអតីតនាយករដ្ឋមន្ត្រីថៃលោកសិរិទ្ធត្ថនរតន៍ហ្នឹងបាទលោកធ្លាប់មានប្រសាសន៍ថាខ្មែរនិងខមនោះខុសគ្នាបាទពួកខមនេះគឺជាពួកខ្លាំងពូកែនៅសម័យអង្គរសម័យអីនោះទេដែលមានប្រាជ្ញាវាងវៃឆ្លៀសវៃល្អណាស់ពួកខមហ្នឹងហើយពួកខ្មែរនេះគឺពូជម្បូរជំនាន់ក្រោយកាត់ដែលមិនមែនជាពូជខំទេខ្ញុំដឹងគាត់អាងលើអីទេនិយាយនឹងនិយាយក្នុងទស្សនៈថៃដែលវាចង់បង្អាប់ខ្មែរយើងសប្តាហ៍ថ្ងៃហ្នឹងណាបាទចង់ផ្ដាច់ខ្មែរហ្នឹងពីជាតិពូជដើមអ្នកខ្លាំងបកែនោះបាទវាមិនអាចផាត់ចោលតែគ្មានខំថាខំហ្នឹងមិនអ្នកខ្លាំងបកែអសរខំយ៉ាងហ្នឹងវាថាអញ្ចឹងមិនកើតវាត្រូវទទួលថាមានមែនក៏ប៉ុន្តែវាថាមិនមែនជាខ្មែរណែនិយាយទៅវិញបាទហើយនឹងវាអត់មានអាងលើអីទេអាងលើនេះថាវាស្អប់យើងខ្មែរវាចង់បង្អាប់ខ្មែរហ្នឹងហើយវាចង់ផ្សព្វផ្សាយថាខ្មែរហ្នឹងអត់ជាប់ទៅពូជនឹងខំនោះទេបើអញ្ចឹងអសរមូលដែលយើងអសរខំហ្នឹងទៅជាមិនមែនអសរខ្មែរទៅវិញហ្នឹងណាបាទហើយគ្មានណាដែលសង្ស័យដែលហ៊ាននិយាយថាអក្សរមូលខ្មែរហ្នឹងមិនមែនជាអក្សរខ្មែរហ្នឹងជាអក្សរខមហ្នឹងវាដូចតែគ្នាបាទប៉ុន្តែមានអ្នកប្រាជ្ញមួយទៀតលោកធ្លាប់ជាអតីតអ្នកកាន់ការធំដុំនេះដោយលោកអតីតនាយករដ្ឋមន្ត្រីលោកខឹកក្រឹតប្រមូតនេះលោកធ្លាប់មានប្រសាសន៍ថាពាក្យខំហ្នឹងវាមានអញ្ចឹងមែនប៉ុន្តែខំខ្មែរពួកខ្មែរវាមានពួកខ្មែរលើវាមានពួកខ្មែរក្រោមហើយអាក្រោមហ្នឹងវាអានយូរទៅវាមិនលឺសូរក្រោមទៅខំទៅវិញខ្មែរលើខ្មែរខំយ៉ាទៀតហើយដល់អញ្ចឹងលោកសាស្ត្រាចារ្យគិតឆ្លើយយ៉ាងម៉េចយើងឆ្លើយដូចនៅខ្ញុំជំរាបហ្នឹងពួកលាវឡាវគេមានប្រវត្តិសាស្ត្រជាប់ជិតស្និទ្ធនឹងខ្មែរហ្នឹងស្ដេចអង្គរហ្នឹងហើយដែលណែនាំបង្ហាត់កូនស្ដេចឡាវម្នាក់ហ្នឹងឲ្យជាអ្នកខ្លាំងបកកែហើយបកកើតជាស្រុករដ្ឋហៅថាលាវសប្តាហ៍ថ្ងៃនេះហ្នឹងដូច្នេះស្គាល់ពួកខំជាប់ទៅនឹងខ្មែរនឹងឯងហើយនឹងបានហៅខមេនខំនឹងបានរហូតដល់ឥឡូវនេះទៀតលាវអត់មានផ្ដាច់ឲ្យដាច់ខ្មែរហើយខំថាខំបែបមកពួកអីទៅទៀតហ្នឹងគឺអត់ទេហើយបើកាលណាមានអញ្ចឹងមែនវាមិនដែលអស់លីងទេត្រូវតែមានសល់ពួកខំនោះព្រោះថាមិនមែនខ្មែរនោះតែយើងគិតឲ្យតាមនឹងការសំហេតុសំផលណាទុកតែជនជាតិភាគតិចណាក៏ដោយដែលគេសម្លាប់រៀលដាលគ្រប់សពទាំងអស់ហ្នឹងទៅក៏នៅសល់ខ្លះនេះជាដាច់ខាតបាននេះយើងវាអត់មាននេះណាពីព្រោះពីខំហ្នឹងវាខ្មែរនឹងឯងប៉ុន្តែដល់ហៅជាខំហ្នឹងដូចជំរាបហ្នឹងថាដើមឡើយនៃពូជជាតិសាសហ្នឹងតែមួយគឺពួកខ្មែរមនហ្នឹងផ្លែកគ្នាតែត្រង់ដែលថាពួកខ្មែរមនហ្នឹងពីដើមហ្នឹងគឺខ្ញុំថាមើលទៅហៅខំហ្នឹងហ្មងតែនៅពួកទៅនៅផ្ដុំតាមទន្លេមេណាមកាត់ស្រុកថៃសប្តាហ៍ថ្ងៃហ្នឹងទល់ទៅនឹងទន្លេសាលូអិននៅភូមាអ៊ីរ៉ាវ៉ាឌីនឹងទៀតជាប់ទល់ទៅនឹងស្រុកឥណ្ឌានិងកន្លែងហ្នឹងមានភ្នំធំខ្ពស់ខាងភូមាហើយនឹងឥណ្ឌានឹងឆ្លងពោះទៅទៀតអត់កើតបាទដូច្នេះមកនឹងនៅក្នុងទឹកដីដែលជាប់ខាងលិចទៅនឹងឥណ្ឌាខាងកើតប៉ះមួយជាប់ជាមួយខ្មែរនេះហើយខាងជើងនឹងជាប់ទៅដល់ស្រុកចិននេះហើយលយមកក្រោមតាមកោះជ្រោយម៉ាឡាកានេះអានឹងនៅសល់ខ្មែរជាប់ជាមួយគ្នានឹងផងអត់តាន់ដាច់គ្នានេះហើយខ្មែរវិញ
នៅផ្ដុំគ្នាតាមមាត់ទន្លេធំដែលយើងហៅថាថ្ងៃទន្លេមេគង្គហ្នឹងប៉ុន្តែឈ្មោះដើមចំពោះខ្មែរគេហៅថាទន្លេធំទេបាទអ្នកមាត់ទន្លេធំអ្នកទន្លេធំអីអញ្ចឹងហើយពាក្យមេគង្គហ្នឹងចាប់ដឹងធំហ្នឹងទៅបរាំងដាក់ហើយហ្នឹងបែបយកពីខាងលាវឬខាងថៃគេហៅអញ្ចឹងណាបាទប៉ុន្តែខ្មែរយើងហៅថាទន្លេធំនេះហើយនៅម្ដុំហ្នឹងខាងកើតទល់ទៅនឹងចម្ប៉ាពីព្រោះមានភ្នំគេហៅនៅជួរអាណាមីតិកនៅស្រុកអាណាមនៅសប្តាហ៍ហ្នឹងភ្នំខ្ពស់ព្រៃហ្នឹងឆ្លងកាត់រួចទេហើយនឹងពួកជនជាតិខ្មែរដើមនៅពួនក្នុងព្រៃហ្នឹងពួកនៅភ្នំអីខ្លះហ្នឹងនឹងច្រើនមួយទៀតនៅមាត់ទន្លេធំហ្នឹងទន្លេសាបហើយនឹងយើងហៅខ្មែរក្រមសប្តាហ៍នេះហើយដល់នៅឆ្ងាយពីគ្នាហ្នឹងតិចម្ដងទៅវាបែកខ្លះអញ្ចឹងទៅពីដើមនិយាយពាក្យសម្ដីអីដូចគ្នាក្រោយមកតាំងពីសម្លេងនិយាយតាំងពីពាក្យសម្ដីអីហ្នឹងប៉ុន្តែវានៅឫសគល់ជាប់គ្នាហ្នឹងនៅការស្រាវជ្រាវមួយធំទៀតទៅរកឲ្យឃើញហើយសរសេរជាក្បួនជាសភៅអំពីធាតុដើមខ្មែរមននេះភាសាខ្មែរមនហ្នឹងមានអ្នកប្រាជ្ញអាល្លឺម៉ង់ឈ្មោះ Smith ហ្នឹងគាត់មានធ្វើសភៅមួយពីក្បួនខ្នាតពីរឿងខ្មែរមនប៉ុន្តែហៅមនខ្មែរបាទអានេះគេតែងតែយកមកធ្វើជាឯកសារដើមសំខាន់បំផុតដើម្បីឲ្យយល់ខ្មែរមនយ៉ាងម៉េចហើយខ្ញុំមកត្រឹមតែនៅរឿងតែខ្មែរសុទ្ធសិនបាទប៉ុន្តែថាដល់កណាយល់ខ្មែរសុទ្ធហើយនឹងត្រឡប់មកពំភ្លឺខាងមនវិញមិនជាការពិបាកទេបាទអញ្ចឹងស្រួលឲ្យចង់យល់ពីខ្មែរវិញសិនដែរហើយជាពិសេសតាក់ទងនឹងការសរសេររបស់លោក George Maspero ដែលសរសេរពីវេយ្យាករណ៍ខ្មែរហ្នឹងទេណាបាទហើយនឹងក្នុងសភៅនោះនេះគាត់បញ្ជាក់ច្បាស់ណាហើយគាត់បង្ហាញអក្សរមននឹងយ៉ាងម៉េចនឹងទៀតណាបាទហើយដល់ពួកទាំងពីរហ្នឹងនៅជាប់គ្នាហ្នឹងគេហៅឲ្យស្រួលឈ្មោះហ្នឹងគេហៅពួកខំហ្នឹងខំកឲ្យមនខ្មែរឲ្យមនហ្នឹងបាទគេយកinitial គេយកតួខ្យល់ដើមកឲ្យមនកំអញ្ចឹងហើយដល់វាជាប់គ្នាហ្នឹងវាទៅខំអញ្ចឹងបាទវាអស្ចារ្យនឹងការដែលយកអក្សរមកប្រកបគ្នាហ្នឹងវាគួរតែមានទំនងអាចជាគំរូបាននឹងការយកអក្សរមកភ្ជាប់គ្នាអញ្ចឹងទីនោះទោះតើមានពាក្យដតីច្រើនទៀតដែលអាចបង្ហាញជាឧទាហរណ៍ថានេះពាក្យដតីហ្នឹងលោកមានភាសាហ្នឹងត្រូវហើយប៉ុន្តែថាហ្នឹងត្រូវយើងវែងញែករយអញ្ចឹងប៉ុន្តែដេញគេភ្ជាប់តួពីរហ្នឹងគឺវាសំខាន់ពេកត្រង់ដែលជាតិសាសហ្នឹងមានពេលមួយហ្នឹងខំហ្នឹងប៉ុន្តែវាបែកទៅជាខ្មែរហើយនឹងទៅជាមនហ្នឹងពួកខ្មែរហ្នឹងគឺអ្នកដែលរកឃើញបកកើតបណ្ដោះបណ្ដាលសាសនាជីហ្នឹងគ្រូទាំង5ហ្នឹងវាច្បាស់លាស់អញ្ចឹងទៅហើយខាងមនហ្នឹងកាលនៅខំតើដល់ពេលមួយចូលកាន់ពុទ្ធសាសនានឹងច្បាស់ទៅដែលសាសនាហ្នឹងសាសហ្នឹងវាធ្វើឲ្យជាតិដូចគ្នាខំហ្នឹងទៅជាសាសមនទៅវិញ